Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី18របស់យើងក៏ចាប់ផ្ដើមឡើងនៅពេលដែលយុនវូបានគិតថាអត់ទេមិនអាចទេវាក្តៅខ្លាំងណាស់ហើយមើលទៅកាន់យុនវូពេលនេះគឺពិបាកក្នុងខ្លួនហើយថែមទាំងខ្លួនប្រាណរបស់គេឡើងពោពេញទៅដោយពណ៌ក្រហមតែម្ដងយុនវូក៏បានគិតក្នុងចិត្តថាខ្ញុំមិនមានថ្នាំទប់ស្កាត់ផេរ៉ូម៉ូនឬក៏បារីជាប់ខ្លួនទេឥឡូវនេះបើខ្ញុំនៅតែបន្តបែបនេះទៀតគ្រប់គ្នានឹងដឹងមិនខានទេភ្លាមនោះក៏ឃើញទូរស័ព្ទរបស់យុនវូក៏មានអ្នកខលមកហើយអ្នកដែលខលនោះគឺជាគីមដូយុនយុនវូក៏សម្លឹងមើលទូរស័ព្ទដែលធ្លាក់នៅខាងក្រោមរួចក៏គិតថាទូរស័ព្ទរបស់ខ្ញុំរួចក៏ខំប្រឹងឈោងចាប់យកប៉ុន្តែក៏ធ្លាក់ពីលើគ្រែមកតែម្ដងហើយក៏ទទួលនិយាយថាសួស្ដីចំណែកតែទូរស័ព្ទម្ខាងទៀតក៏និយាយថាសិស្សបងសុនជេឲ្យខ្ញុំមកហៅបងហើយក៏ឃើញថាពេលនោះដូយុនក៏បានដើរមកតាមផ្លូវហើយគេក៏និយាយទៀតថាខ្ញុំនៅតាមផ្លូវទៅជំរំសិក្សាហើយបងនៅក្នុងនោះត្រូវទេចំណែកឯសម្លេងយុនវូក៏មិនបានឮអ្វីឮតែរបៀបអញ្ចឹងណាចំណែកដូយុនក៏សួរថាសិស្សបងសួរជាសំណួររួចក៏ឮសម្លេងយុនវូបាននិយាយថាខ្ញុំត្រូវទៅមន្ទីរពេទ្យតែបន្តិចមកក៏ឃើញទ្វារបានបើកឡើងមកទាយមើលថាណាគេអ្នកបើក1 2 3យុនវូក៏បានថាជាគីមដូយុនមែនទេយុនវូក៏ខំប្រឹងងើបរួចក៏គិតក្នុងចិត្តថាវាឈឺណាស់វាឈឺខ្លាំងណាស់វាឈឺឡើងប្រៀបបានទៅនឹងវគ្គកម្ដៅលើកមុនរបស់ខ្ញុំហើយដល់ចំណុចមួយដែលខ្ញុំសុំឲ្យដូយុនឲ្យគេងជាមួយខ្ញុំ Oh my god យុនវូរបៀបថាគាត់គិតថាគាត់ចង់សុំឲ្យដូយុនគេងជាមួយគាត់ហើយព្រោះអីដោយសារតែវគ្គកម្ដៅបើសិនជាអត់រកអានហ្វាណាមកជួយទេគឺអត់កើតទេវគ្គកម្ដៅនោះគឺអត់ថយចុះហ្មងតែបែរជាអត់គិតទៅដល់ថេយមរបស់ admin អញ្ចឹងតែពេលហ្នឹងក៏ឃើញមានអ្នកណាម្នាក់បានដើរចូលមកខាងក្នុងនោះដែរហើយម្នាក់នោះគឺជាឆុញតែនជាឆយថេយមកូនប្រុស admin ចំណែកទឹកមុខថេយមពេលនោះឡើងភ្ញាក់ផ្អើលខ្លាំងរួចក៏ថាលីយុនវូឯងចំណែកយុនវូក៏ងើបមកមើលមុខរួចក៏និយាយថាឆយថេយមមិនក៏ជាគាត់រញ៉េរញ៉ៃអស់ហើយទាំងទឹកមុខពេលហ្នឹងឡើងក្រហមអស់ហើយថេយមក៏ដើរមកជិតរួចក៏សួរថាហេតុអីឯងយុនវូក៏បាននិយាយកាត់សូមជួយខ្ញុំធ្វើអ្វីម្យ៉ាងពីរឿងទាំងអស់នេះទៅបន្តិចក្រោយមកទើបតែឃើញដូយុនរត់មកដល់ទេហើយក៏ស្រែកថាសិស្សច្បងគេក៏បានបង្ហាញទស្សនវិជ្ជានៅក្នុងបន្ទប់ហ្នឹងគឺពោពេញទៅដោយក្លិនផេរ៉ូម៉ូនរបស់សាយភេឡើងពេញបន្ទប់តែម្ដងដូយុនមកដល់ក៏ខ្ទប់ចំមុះហើយក៏ថាក្លិនផេរ៉ូម៉ូនថេយមក៏បានដោះអាវក្រៅរបស់គេទៅដណ្ដប់ឲ្យយុនវូហើយក៏សួរទៅថាតើឯងមិនអីទេដកដង្ហើមវែងៗទៅរួចក៏ចាប់គ្រាយុនវូទៅដាក់នៅលើស្មាចំណែកឯដូយុនក៏សួរថាតើបងធ្វើអីថេយមក៏បានឆ្លើយថាខ្ញុំយកគេទៅដូយុនក៏សួរទៀតថាទៅណាថេយមក៏បានឆ្លើយថាបន្ទប់របស់លីយុនវូចំណែកដូយុនក៏នៅតែសួរទៀតថាខ្ញុំឮថាបងមិនចូលចិត្តអូមេហ្គានោះអីសិស្សច្បងវាជាវគ្គកម្ដៅរបស់សិស្សច្បងយុនវូបងមិនអីទេមែនទេចំណែកថេយមក៏រៀងថាំចិត្តជាមួយនឹងពាក្យសម្ដីរបស់ដូយុនផងដែររួចក៏ងាកមកសម្លក់មកទំហឹងតែម្ដងហើយក៏និយាយថាឈប់ទៅការអត់ធ្មត់របស់ខ្ញុំគឺមានដែនកំណត់កុំមានអំនួតដោយសារតែឯងត្រូវបានតាក់ទាញដោយអរម៉ូនរបស់លីយុនវូឲ្យសោះសាច់រឿងក៏បានកាត់មកដល់បន្ទប់របស់យុនវូនៅពេលនេះយុនវូក៏បានកំពុងគេងលើគ្រែទៅហើយចំណែកថេយមក៏នៅតែព្រួយបារម្ភទាំងយកដៃទៅស្ទាបថ្ងាសរបស់យុនវូព្រមទាំងសួរថាឯងមិនអាចញ៉ាំថ្នាំបង្ក្រាបបានទេមានអ្វីផ្សេងទៀតទេយុនវូក៏ឆ្លើយថាគ្មានទេចំណែកឯថេយមក៏ឆ្លើយថាអញ្ចឹងខ្ញុំគួរតែរងចាំបែបនេះមែនទេពេលនោះយុនវូក៏បានធ្វើកាយវិការចម្លែកមែនទែនគេក៏បានទៅទាញខោរបស់ខ្លួនឯងចេញព្រមទាំងនិយាយថាខោរួចក៏ថាសូមដោះខោរបស់ខ្ញុំបន្តិចទាំងទឹកមុខបែបស៊ីអារម្មណ៍មែនទែនចំណែកឯថេយមពេលហ្នឹងក៏ឆ្លើយថាណាម៉េចគេក៏រៀងភាំងបន្តិចហើយក៏នៅតែទៅជួយដោះខោនឹងឲ្យដែរយុនវូក៏ប្រាប់ថាសូមបញ្ញាប់ឡើងថេយមក៏បានជួយស្រាតខោឲ្យចេញហើយមើលកន្លែងនេះឡើងខ្ជូតចំណែកឯយុនវូពេលហ្នឹងគឺគាត់ឡើងខ្លាំងមែនទែនហើយគាត់ក៏បានយកដៃទៅស្ទាបនៅលើរបស់គាត់ហើយគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំមិនអាចទ្រាំបានទៀតទេពេលនោះគាត់ក៏ស្រាប់តែបានបាញ់ទឹកចេញមកវាមិនគ្រប់គ្រាន់ទេខ្ញុំត្រូវការអ្វីម្យ៉ាងដើម្បីឲ្យវាចេញមកបន្ថែមទៀតអ្វីម្យ៉ាងដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អពេលនោះយុនវូក៏បានចាប់ដៃរបស់ថេយមឡើងជាប់ហើយក៏និយាយថាបញ្ចេញ
เพรมูลរបស់ឯងដាក់លើខ្ញុំមកចំណែកឯថៃយំក៏ប្រកែកថាខ្ញុំមិនអាចធ្វើវាបានទេយុនវូក៏សួរថាហេតុអីក៏និយាយទាំងយំមកថាហេតុអីឯងមិនអាចពេលនោះថៃយំក៏បានយកដៃទៅជូតទឹកភ្នែកឲ្យយុនវូហើយក៏និយាយថាឥឡូវនេះឯងកំពុងតែបាត់បង់សតិហើយឯងនឹងស្ដាយក្រោយនៅពេលដែលឯងភ្ញាក់ឡើងមិនខានទេថៃយំក៏បំរុងនឹងដកដៃចេញតែក៏ត្រូវយុនវូចាប់មកវិញមកដាក់ចូលក្នុងមាត់របស់ខ្លួនហ្មងហើយឡើងខ្ជូតហើយក៏និយាយថាខ្ញុំមិនហើយមើលទឹកមុខរបស់ថេយំមកគ្នាឡើងភ្ញាក់ផ្អើលខ្លាំងហើយក៏បានដកដៃចេញរួចក៏និយាយទៅកាន់យុនវូថាឯងធ្វើឲ្យខ្ញុំឈួតហើយក៏ដើរទៅយកអាវក្រៅចេញហើយក៏បំរុងថានឹងដើរចេញទៅវិញណារួចក៏និយាយថាខ្ញុំទៅហើយថ្ងៃស្អែកពេលឯងដឹងខ្លួនឯងខំមករកខ្ញុំមកបើខ្ញុំនៅទីនេះទាំងដែលឯងមានសភាពបែបនេះច្បាស់ណាស់ឯងអាចនឹងមានបញ្ហាព្រោះដឹងហើយអាហ្វាក៏មិនអាចទប់ទល់ជាមួយនឹងក្លិនផេរ៉ូម៉ូនរបស់អូមេហ្គាបានដែរបើអាចវានឹងមានរឿងធ្ងន់ធ្ងរអញ្ចឹងណាថេយំក៏និយាយថាខ្ញុំទៅវិញហើយប៉ុន្តែពេលនោះយុនវូក៏បានស្ទុះក្រោករួចក៏គិតក្នុងចិត្តថាខ្ញុំមិនអាចឲ្យគាត់ចាក់ចេញទៅទាំងបែបនេះទេយុនវូក៏បាននិយាយទៅកាន់ថេយំថាបើឯងចាក់ចេញគីមដូយុនខ្ញុំនឹងខលហៅគេមកគ្រាន់តែឮពាក្យនឹងភ្លាមថេយំលង្កៀងនៅមួយកន្លែងយុនវូក៏និយាយទាំងយំមកទៀតថាទាំងអោនមុខចុះទៅក្រោមនិយាយថាគ្រូពេទ្យពេលដែលនិយាយមិនទាន់ចាប់ផងក៏ឃើញដៃរបស់ថេយំមកចាប់ចង្កេះរបស់យុនវូលើកឡើងហើយក៏ចាប់យុនវូយកមកថើបយកតែម្ដងយេទីបំផុតតួឯករបស់យើងគឺបានថើបគ្នាពេញលេញហើយចំណែកអាការគិតរបស់យុនវូពេលហ្នឹងគឺគាត់គិតថាខួរក្បាលរបស់គាត់គឺទទេស្អាតក្លិនផេរ៉ូម៉ូនខ្លួនប្រាណនិងដង្ហើមរបស់គាត់ពេលហ្នឹងគឺគាត់បាត់បង់វាអស់ហើយក៏ឃើញថាពេលនេះគឺពួកគេបានបដួលខ្លួនទៅលើក្រែចំណែកឯថេយំក៏បាននិយាយទៅកាន់យុនវូថាឯងកុំស្ដាយក្រោយល្អជាងយុនវូក៏និយាយថាខ្ញុំចង់ធ្វើវាទាំងចាប់អោបខ្លួនរបស់ថេយំជាប់ដង្ណែនរួចក៏ប្រាប់ទៅកាន់ថេយំថាធ្វើវាទៅឆាប់ឡើងយុនវូក៏និយាយទៀតថាហេតុអីឯងធ្វើបែបនេះដាក់ខ្ញុំចំណែកថេយំបានត្រឹមតែនិយាយថាលីយុនវូឯងហើយក៏សួរទៅកាន់យុនវូថាឯងធ្លាប់គេងជាមួយអាល់ហ្វាទេយុនវូក៏បាននិយាយទៅកាន់វិញថាណែបើខ្ញុំមានមែនណាខ្ញុំមិនមែនទៅរកឯងនោះទេយុនវូក៏និយាយបន្តទៀតថាបើឯងយល់ហើយឆាប់ឡើងទៅចំណែកថេយំគ្រាន់តែលឺបែបនឹងហើយក៏បញ្ចេញផេរ៉ូម៉ូនមកឡើងខ្លាំងហើយក៏ធ្វើឲ្យយុនវូបែបវាភ្ញាក់ផ្អើលដែររបៀបថាគ្នាពងឡើងកម្ដៅចឹងផងចំណែកឯថេយំពេលហ្នឹងក៏និយាយទាំងភ័យថាខ្ញុំសុំទោសហើយក៏អោនទៅថើបយុនវូបែបឡើងសតុនហើយក៏ងើបមុខឡើងមកវិញរួចក៏និយាយថាឥឡូវនេះខ្ញុំមិនអាចទ្រាំបានទៀតទេតែមុនបញ្ចប់នៅសាច់រឿងរបស់យើងមានក៏សូមអរគុណដល់ fan សម្រាប់របស់មានទាំងពីរនាក់ប៉ុន្តែគាត់ឲ្យបញ្ចេញឈ្មោះគាត់ទេដែលគាត់បានប៉ាកាហ្វេ admin ម្នាក់$1 admin ពិតជាអរគុណខ្លាំងមែនទែនហើយសូមជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អតំណាងមកណាជួបតែសេចក្តីសុខហើយសម្រាប់អ្នកដែលចង់ប៉ាកាហ្វេ admin ឬចង់ចូលក្នុងក្រុម Telegram អីអាចឆាតមកមានផ្ទាល់បានណាហើយនេះគឺ QR code សម្រាប់អ្នកដែលចង់ប៉ាកាហ្វេ admin ហើយសម្រាប់ link Telegram របស់ admin គឺមាន pin នៅក្នុង commentសាច់រឿងភាគទី18របស់យើងក៏បានចប់ត្រឹមនេះនៅភាគក្រោយគឺដល់វគ្គគេបកពគាបកក្តាមហើយអញ្ចឹងសម្រាប់សាច់រឿងក្នុងពេលនេះគឺបានចប់ហើយអរគុណអ្នកទាំងអស់គ្នាបើសិនជាមានខុសឆ្គងសូមអធិស្ឋានអធិស្ឋានឲ្យអត់មានផងបាយបាយ